បាទជំរាបជូនអ្នកទាំងគ្នាខ្ញុំបានបង្រៀនជូនអ្នកទាំងគ្នានៅចំណុចទី7តើតើនឹងការសិក្សាប្រព័ន្ធប្រកាសអសរដែលយើងហៅថា file alarm ហ្នឹងចឹងអ្នកទាំងគ្នាអាចចូលនៅក្នុង file មកហើយខ្ញុំនឹងផ្ញើជាមេរៀននៃការកាត់ចំណាំមួយផ្ញើជូនអ្នកទាំងគ្នាចឹងអ្នកទាំងគ្នាអាចបើកមើលវាបាននៅក្នុងនេះចំណុចទី1អ្នកទាំងគ្នាត្រូវរៀនតើតើនឹងមេរៀនអំពីប្រព័ន្ធប្រកាសអសររបស់យើងហ្នឹងដែលយើងហៅថា file alarm ហ្នឹងចឹងអ្នកទាំងគ្នាអាចចូលនៅក្នុង file មេរៀនហ្នឹងមកខ្ញុំនឹងផ្ញើជា file PDF មួយជូនអ្នកទាំងគ្នាចឹងនៅក្នុងនេះអ្នកទាំងគ្នាអាចមើលបានតើតើនឹង file alarm system បានថាប្រព័ន្ធប្រកាសអសររបស់យើងហ្នឹងចែកចេញជា2ទី1ប្រភេទទី1ដែលយើងហៅថា conventional file alarm system ហើយមួយទៀតដែលយើងហៅថា address file alarm system អញ្ចឹងនៅក្នុងនេះអ្នកទាំងគ្នាអាចរៀនស្វែងយល់បាននៅក្នុងនេះឧបករណ៍របស់វានៅក្នុងប្រភេទ conventional file alarm system វាមាន hit detector smoke detector break glass manual bell and stroke light file alarm control panel ដែលយើងហៅថា FACP ហ្នឹងអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានន័យថាវាមានទូសម្រាប់ឧបករណ៍មួយដែលយើងហៅថា file alarm control panel ហ្នឹងហើយបន្តមកទៀតតាក់ទងនឹង0ទី1ឬក៏ line បានន័យថាមួយ line ទី1នេះអ្នកទាំងគ្នាអាចមើលបាននៅក្នុងនេះបានន័យថាវាមាន smoke detector manual pull station hit detector smoke detector ហើយនិង array stong ចុងក្រោយហើយបន្តមកទៀតតាក់ទងនឹង0ទី2វាមាន hit detector manual pull station ហើយនិង smoke detector ហើយក៏មានតាក់ទងនឹង array stong ផងដែរហើយតាក់ទងនឹង line នេះគេមានតាក់ទងនឹង bell stroke line ហើយបន្តមកវាមាន3ហើយបន្តមកទៀតតាក់ទងនឹងការភ្ជាប់ទៅប្រព័ន្ធអីផ្សេងទៀតអញ្ចឹងអ្នកទាំងអាចមើលបានវាមាន telephone check computer panel serial LCD ហើយវាមានមកតាក់ទងនឹង remote access engineering tool operating tool ជាដើមហើយតាក់ទងនឹង Amazon បានន័យថាទាំងអស់នេះ maximum វាបានន័យថាវាអាចបាន37 device បានន័យថា37ឧបករណ៍របស់យើងតាក់ទងនឹងប្រភេទ conventional file alarm system diagram នេះបានន័យថាគឺជាបានន័យថា diagram របស់យើងរបស់ប្រព័ន្ធប្រកាសអសរអញ្ចឹងអ្នកទាំងអាចរៀនស្វែងយល់បានតាក់ទងនឹងឧបករណ៍របស់វាមានអីខ្លះហើយតាក់ទងនឹង sequence របស់វារត់បែបម៉េចអ្នកទាំងអាចរៀនស្វែងយល់បានអញ្ចឹងបន្តមកទៀតតាក់ទងនឹង address file alarm វិញ system នៅក្នុងនេះវាមាន hit detector smoke detector break glass manual bell and stroke light file alarm control panel ដែលយើងហៅថា FACP ហ្នឹងអញ្ចឹងនៅក្នុងនេះអ្នកទាំងអាចមើលបានវាមានទូសម្រាប់គ្រប់គ្រងមួយដែលយើងហៅថា file alarm control panel ឡើងហើយបន្តមកតាក់ទងនឹងបានន័យថា line ទី1នេះមួយ loop នេះបានន័យថាវាមាន hit detector វាមាន push station វាមាន smoke detector ហើយបន្តមកវាមាន smoke detector ហើយវាមាន control module មួយបានន័យថាដើម្បីបំបែកទៅផ្នែកផ្សេងៗទៀតនៅក្នុងនេះអ្នកទាំងអាចមើលបានវាមាន smoke បានន័យថា stroke light វាមាន stock detector hit detector ហើយបន្តមកបានន័យថាវារត់មក loop ហើយបន្ទាប់មកវារត់បានន័យថាចូលទូវិញនៅក្នុងនេះអញ្ចឹងអ្នកទាំងគ្នាចង់ចាំតាក់ទងនឹងបានន័យថា conventional របស់យើងបានន័យថារត់ទៅហើយដាក់តែ array stong នៅខាងក្រោយមួយទេអញ្ចឹងនៅក្នុងនេះបានន័យថាវារត់មក loop មកអញ្ចឹងវាចេញហើយបន្ទាប់មកវាចូលវិញហើយបន្ទាប់មកវាមាន control module នេះដើម្បីបំបែកតាក់ទងនឹងឧបករណ៍របស់យើងហើយតាក់ទងនឹងការភ្ជាប់ទៅឧទាហរណ៍នៅក្នុងនេះវាមាន telephone check computer panel serial LCD ហើយបន្ទាប់មកវាមានខ្សែភ្ជាប់ទៅ remote access engineering tool operating tool ហើយបន្តមកនេះគឺជា diagram របស់ address file alarm របស់យើងអញ្ចឹងនៅក្នុងនេះបានន័យថា maximum របស់វាអាចបានទៅឡើងរហូតដល់127 address per loop បានន័យថានៅក្នុងនេះបានន័យថា127ឧបករណ៍សម្រាប់មួយ loop ហ្នឹងអញ្ចឹងបានន័យថាវាអាចច្រើនជាង address ច្រើនជាងបានន័យថាច្រើនជាង conventional បានន័យថាប្រព័ន្ធហ្នឹងអញ្ចឹងអ្នកទាំងនេះអាចរៀនស្វែងយល់ទាក់ទងនឹងប្រកាសអសររបស់យើងដែលយើងហៅថា file alarm system ហ្នឹងអញ្ចឹងនៅក្នុងនេះវាមានពីរប្រភេទទី1 conventional ទី2 address ហើយតាក់ទងនឹងឧបករណ៍ក៏វាបែងចែកខុសគ្នាដែរអ្នកទាំងមើលបាននៅក្នុងនេះ hit detector ដូចគ្នាក៏ប៉ុន្តែ hit detector នេះជាប្រភេទ address ហើយប្រភេទឧបករណ៍ hit detector នេះជាប្រភេទ conventional អីចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំបានតែបង្ហាញជូនអ្នកទាំងតាក់ទងនឹងការស្វែងយល់តាក់ទងនឹងមេរៀនប្រព័ន្ធប្រកាសអសរដែលយើងហៅថា file alarm system ហ្នឹងមានតែពេលនេះខ្ញុំសូមអរគុណសូមជម្រាបលាអ្នកទាំង